ឃើញដែរយួរថងនេះបងប្អូនតែពិតទៅចាប់ទាញថងខ្លួនឯងទេអត់មានណាគេប្រើទេបន្ទាប់ពីចំណាយពេលហាត់ប្រាណបាន1ម៉ោងហើយពួកខ្ញុំក៏ឆ្លៀតដើរផ្សារដែរបងប្អូនហើយដោយសារតែពួកខ្ញុំអត់មានពេលក្នុងការដើរផ្សារពេលថ្ងៃទេអញ្ចឹងមានតែដើរពេលយប់ហើយផ្សារដែលពួកខ្ញុំដើរហ្នឹងគឺផ្សារទំនើបអង្គរដែលនៅជិតផ្ទះនឹងឯងដោយសារតែទំនើបអង្គរហ្នឹងគឺសម្បូរអីវ៉ាន់ច្រើនដើម្បីឲ្យពួកខ្ញុំងាយស្រួលក្នុងការជ្រើសរើសហើយគេបើកដល់យប់ដែរអញ្ចឹងពួកខ្ញុំក៏មានឱកាសក្នុងការដើរហើយនឹងមើលអីវ៉ាន់ខ្លះដែលពួកខ្ញុំចង់បានដោយសារតែពួកខ្ញុំគឺជាអ្នកដែលស្រឡាញ់សុខភាពហើយនឹងចូលចិត្តការហាត់ប្រាណអញ្ចឹងអាហារដែលពួកខ្ញុំទិញក៏ជាអាហារដែលសម្បូរទៅដោយប្រូតេអ៊ីនវីតាមីនហើយនឹងមានថាមពលដែរអញ្ចឹងបងប្អូនអាចមើលនៅក្នុងវីដេអូនេះបានថាពួកខ្ញុំទិញអីខ្លះមានបងប្អូនមួយចំនួនក៏បានសួរដែរថាធ្វើម៉េចឲ្យស្រកគីឡូហើយនឹងមានសុខភាពល្អតែសម្រាប់ការណែនាំរបស់ខ្ញុំហ្នឹងគឺខ្ញុំអត់ដែរឲ្យពួកគាត់អត់ញ៉ាំអាហារបើគ្រាន់តែចង់ស្រកគីឡូហ្នឹងគ្រាន់តែផ្លាស់ប្ដូររបបអាហារទៅស្រកគីឡូហើយតែបើសិនជាចង់បានរាងកាយស្អាតហើយនឹងសុខភាពមាំមួនបងប្អូនត្រូវតែហាត់ប្រាណឬក៏ទៅជីមអញ្ចឹងបងប្អូននឹងទទួលបានរាងកាយមាំមួនហើយនឹងសុខភាពល្អហើយសំខាន់ស្បែកបងប្អូនហាប់ណែនតឹងស្អាតទៀតសារណែនាំពីខ្ញុំជាចុងក្រោយបងប្អូនកុំភ្លេចញ៉ាំអាហារល្អៗសម្រាប់សុខភាពហើយនឹងហាត់ប្រាណដើម្បីឲ្យរាងកាយមាំមួនអរគុណសម្រាប់ការទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់បាយបាយ